ឧបមាដោយការរស់ស៊ីគេថាមិនមែនបន់ទេឲ្យយើងមានមកពីយើងប្រឹងតាសាធូបតលតែប្រឹងបានវាមានព្រះក៏ព្រះអង្គសម្ដែងដែរប៉ុន្តែបើសិនជាយើងប្រឹងខ្វះបន់ទោះបីជាប្រឹងយ៉ាងម៉េចក៏វាអត់ឡើងដែរបើហកគេថាទៀតណាបើអាត្មាអាសាឆ្លើយសំណួរគេដេញដល់ច្រើនណាដូចជាសាសនាគ្រឹះអីអាសាទៅប្រជុំអន្តរសាសនាអីជួបមួយសាសនាគ្រឹះអញ្ចឹងភាគច្រើនគេសួរដេញថាអ្នកធ្វើបន់ហ្នឹងអ្នកប្រឹងរស់ស៊ីហ្នឹងមិនមានមកពីគ្មានកំណត់ថាមែនទេចោះអ្នកខ្លះគ្នារៀនចប់ដល់ដុកទ័រចប់ដល់បណ្ឌិតអនុបណ្ឌិតហើយនៅមានចំណេះប៉ុណ្ណឹងហើយចេញមករស់ស៊ីខ្ចីលុយក្រុមហ៊ុនដាក់ស្អីខាតហ្នឹងដាក់ឲ្យវំឡើងហ្នឹងដាក់ខាតដោយសារអីមែនគេមិនមានកំណត់ទេកំណត់គេមានប៉ុន្តែខ្វះពូជពីអតីតឃើញទេអ្នកខ្លះគ្មានចំណេះដឹងអីទេមិនដែលបានចូលសាលាទេប៉ុន្តែរស់ស៊ីដាក់អីក៏ដោះដាក់អីក៏ឡើងឃើញមានអញ្ចឹងមែនទេយីណាហ្នឹងហើយបុណ្យកុសលណាជំរុញឧបត្ថម្ភគាំពៀយើងមកណាបនបាបមានពិតប្រកបនឹងមានពិតប្រកបដែលយើងគប្បីពិចារណាហើយបនបាបនេះណានៅនឹងខ្លួនយើងអ្នកសន្សំអត់មានអ្នកណាឲ្យយើងទៅកន្លែងសុខកន្លែងចម្រើនទេទៅឋានសួគ៌ក៏ដោយមកមនុស្សទៀតក៏ដោយទៅកន្លែងណាក៏ដោយគឺខ្លួនយើងក៏អត់មានអ្នកណាឲ្យសុខឲ្យចម្រើនយើងបានទេទៅសួគ៌ក៏ដោយទៅនិព្វានក៏ដោយមកមនុស្សទៀតក៏ដោយណាសម័យព្រះអ្នកអត់ជឿពុទ្ធសាសនាមានច្រើនណាស់មិនតែសម័យយើងនេះទេមានច្រើនសម័យព្រះដូចនាងចេញចាមានអវិកាអនន្តសទ្ធិអពតកសិទ្ធិណាសត្យអ្នកណាទេវតតអីណាសត្យអ្នកណាបៀតបៀនប្រសាសនាខ្លាំងដោយអាចេលអីហើយដោយព្រាមម្នាក់មើលមកបច្ចៈពិតិដ្ឋិនឹងមកព្រះសម្មាសម្ពុទ្ធបានឱកាសព្រះអង្គសួរព្រាមនីព្រាមហេតុអីបានអ្នកត្រូវយកសត្វទាំងអស់ហ្នឹងមកសម្លាប់ដើម្បីបូជាយញ្ញព្រាមថាបបិទ្ធលោកម្ចាស់ខ្ញុំយកសត្វទាំងអស់នេះមកបូជាយញ្ញពីព្រោះខ្ញុំព្រះអង្គអាណិតស្រឡាញ់សត្វទាំងអស់ហ្នឹងឃើញគ្នានៅវេទនានៅរស់ណាដោយយល់តែគ្នារស់ជាសត្វហ្នឹងវេទនាណាស់ចឹងចង់សម្លាប់គ្នាឲ្យស្លាប់ឆាប់បានទៅកាន់ឋានសួគ៌រួចពីតិរិឆានហ្នឹងគេយល់ឃើញតែអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសួរទៀតមនីព្រាមមានកូនទេតែមានព្រះអង្គកូនប្រមាណ2នាក់ប្រុស1ស្រី1ព្រាមមានប្រពន្ធទេតែមានព្រះអង្គណាហើយព្រាមស្រឡាញ់កូនស្រឡាញ់ប្រពន្ធខ្លាំងទេព្រាមថាស្រឡាញ់ណាស់ព្រះអង្គហើយមិនសួរអញ្ចឹងស្រឡាញ់ណាស់ប្រពន្ធកូនខ្ញុំព្រះអង្គឥឡូវបើព្រាមជាមួយសត្វទាំង500ហ្នឹងតើព្រាមស្រឡាញ់ប្រពន្ធកូនព្រាមជាងសត្វហ្នឹងឬក៏ស្រឡាញ់សត្វហ្នឹងជាងប្រពន្ធកូនព្រាមថាយីព្រះអង្គមិនបានយកសត្វតិរិឆានមកព្រាមជាមួយប្រពន្ធកូនខ្ញុំព្រះអង្គស្រឡាញ់ប្រពន្ធកូនខ្ញុំព្រះអង្គជាងសត្វហ្នឹងមិនបានស្មើនឹងប្រពន្ធកូនខ្ញុំព្រះអង្គទេបានព្រះធម្មនីព្រាមបើព្រាមពីតបោព្រាមនិយាយថាស្រឡាញ់សត្វហ្នឹងអាណិតសត្វហ្នឹងចង់បញ្ជូនគ្នាឡើងឋានសួគ៌ឆាប់ឥឡូវតថាគតសួរព្រាមទៅថាស្រឡាញ់ប្រពន្ធកូនព្រាមខ្លាំងជាងសត្វហ្នឹងទៅទៀតឥឡូវຕົកសត្វហ្នឹងមកដុំសិនណាព្រាមយកប្រពន្ធកូនព្រាមមកអាលកប្រពន្ធកូនព្រាមដើម្បីបញ្ជូនប្រពន្ធកូនព្រាមឡើងឋានសួគ៌មុនសត្វហ្នឹងពីព្រោះព្រាមស្រឡាញ់ប្រពន្ធកូនព្រាមជាងគ្រាន់តែពាក្យប៉ុណ្ណឹងម៉ាត់ព្រាមភ្ញាក់ព្រឺតខ្ញុំភ្ញាក់ត្រង់ដែលថាកូនប្រពន្ធខ្លួនឯងណាយើងអត់ចង់សាប់សម្លាប់ដើម្បីបញ្ជូនគាត់ទៅឋានសួគ៌ផងយើងស្រឡាញ់គាត់ប៉ុណ្ណឹងដោយភ័យនឹងការបែកបាក់គាត់ប្រាស់នារីភ័យនឹងសេចក្តីស្លាប់ណាភ័យនឹងសេចក្តីស្លាប់ចឹងមានសតិពិចារណាថាយ៉ាងណាមិញគេក៏ដូចយើងចឹងដែរទោះបីជាគេជាតិរិឆានក៏គេខ្លាចសេចក្តីស្លាប់ណាគេភ័យគេតក់ស្លុតនឹងសេចក្តីស្លាប់ណាសត្វទោះបីគ្នាគ្មានធម្មសញ្ញាសម្គាល់ដូចយើងប៉ុន្តែគ្នាភ័យនឹងសេចក្តីស្លាប់ដូចយើងញោមធ្លាប់ដែលពិចារណាសភាវគតិនៃសត្វមួយសត្វអង្កែបអ្នកធ្លាប់ធ្វើអង្កែបដឹងណាមកអត់ដែលធ្លាប់ធ្វើទេប៉ុន្តែធ្លាប់ដឹងអញ្ចឹងអង្កែបពេលណាយើងដាក់កបិតដល់កវាអាដៃវានឹងទៅមិនដឹងអីយីដៃវាផ្គុំចូលគ្នាចឹងខ្ញុំអង្កែបណាខ្ញុំសាក់យកកបិតដាក់ដល់កវាដៃគឺផ្គុំចូលគ្នាចឹងហើយមករៀម5ដូចយើងចឹងអង្កែបមករៀម5ជើងសាមអាត្មាមើលសត្វហ្នឹងហើយចេះសម្លឹងមើលវាមកចប់គឺដូចមនុស្សយើងបែរដាក់រុនផ្សិតរុនអីគឺដូចយើងណាដូចយើងណាចឹងពេលដែលយើងដាក់កបិតដល់កវាគឺដៃវាផ្គុំចូលគ្នាចឹងញោមចំណាំវាចង់បញ្ជាក់បង្ហាញយើងថាវាភ័យនឹងសេចក្តីស្លាប់ខ្លាចនឹងសេចក្តីស្លាប់តក់ស្លុតនឹងសេចក្តីស្លាប់តែយើងមានបានពិចារណាដល់ហ្នឹងណាក្រឹបដើម្បីកាពះខ្លួនឯងដើម្បីសេចក្តីសុខខ្លួនឯងណាអញ្ចឹងបានព្រះលោកឲ្យរៀនផ្ដល់មេត្តាចិត្តករុណាចិត្តណាដល់មនុស្សជុំវិញខ្លួនយើងនឹងយើងបានសេចក្តីសុខវិធីសាស្ត្រទី1យើងនឹកឃើញគាត់យើងតែងចេកមួយស្និតឬក៏ផ្លែមៀន1គីឡូ2គីឡូយើងដាក់នៅលើហឹងនៅផ្ទះយើងនៅភ្នំពេញនេះហើយយើងដុតធូបណាម៉ែនៅកំពង់ចាមហើយយើងដុតធូបដាក់ចេកមួយស្និតទៅដាក់ផ្លែមៀន2គីឡូនៅលើហឹងហើយយើងដុតធូបហើយយើងបួងសួងអោប៉ាយម៉ាក់អើយជួយមកណាខែមនសរដោកូននឹកប៉ានឹកម៉ាក់ណាសូមជួយមកពិសាចេកពិសាផ្លែមៀនហ្នឹងមកហើយមើលទៅម៉ែនៅកំពង់ចាមនោះបានអាចេកហ្នឹងឯងខ្ញុំបានទេអត់ទេវិធីសាស្ត្រទី2យើងអត់ធ្វើអញ្ចឹងទេយើងយកចេកមួយស្និតឬក៏មៀន1គីឡូហ្នឹងតែប្រាប់តាក់ស៊ីមកស្គាល់លេខតាក់ស៊ីណាតែហៅតាក់ស៊ីហ្នឹងមកណាតាក់ស៊ីអញចង់ផ្ញើផ្លែមៀន1គីឡូឬក៏ចេក2 3ស្និតនឹងផ្ញើទៅម្ដាយខ្ញុំនេះផ្ទះលេខប៉ុណ្ណេះទូរស័ព្ទរបស់គាត់លេខប៉ុណ្ណេះនៅផ្សារចេះនៅភូមិនេះឃុំនេះឯងយកទៅឲ្យខ្ញុំផងឲ្យថ្លៃឈ្នួលឡានរបស់គេ10000 20000ទៅគេយកដល់ផ្ទះទេខ្ញុំដល់ទេដល់នៅពេលហ្នឹងដែលយើងត្រូវពិចារណាថារបៀបធ្វើបន់ខ្មែរយើងសពថ្ងៃមាន2ប្រភេទហ្នឹង
មួយជាមួយប្រសងជាមួយអ្នកមានសិលចាក់ព្រឹទ្ធាចារ្យយើងអត់ចូលចិត្តធ្វើទេយើងចូលចិត្តណាសែនចូលចិត្តបន់ស្រន់ចូលសិតបួងសួងអ្នកខ្លះសែនម្ដងអស់5-6,000 ដុល្លារណាហ្នឹងស្មើនឹងយើងទិញចេកយកមកដាក់នៅផ្ទះយើងហើយយើងដុតធូបហៅឲ្យប៉ាមកហូបបងណាយកមើលយើងដុតធូបទៅយើងដុតធូបណាឧទាហរណ៍តែមន់ដាក់មន់ទៅវានៅរមន់ទាវានៅរទាក៏ម៉ែនោះមានដឹងអីអត់ដឹងសោះបងណានឹងឧបមាដូចគ្នាអញ្ចឹងហើយវិធីសាស្ត្រមួយទៀតដែលម៉ែនិយាយមិញនេះយើងធ្វើបន់ហ្នឹងដូចជាវិធីសាស្ត្រទី2យើងផ្ញើតាមតាក់ស៊ីឬម៉ូតូឌុបឥឡូវញោមកំពុងផ្ញើតាក់ស៊ីហ្នឹងអ្នកណាអ្នកលោកយាយលោកតានេះតាក់ស៊ីអ្នកនាំទៅណាផ្ញើជាមួយអ្នកណាទៀតឡានក្រុងឡានណានឹងផ្ញើតាមឡានដូចអាត្មាដូចព្រះអង្គគ្រប់ព្រះអង្គឧទាហរណ៍ណាបងហ្នឹងណាប៉ុន្តែអាត្មាគ្រប់ព្រះអង្គនេះអត់ជិះយកទៅឲ្យទេអ្នកណាអ្នកយកទៅឲ្យគ្រាន់តែផ្ញើមកនេះផ្ញើលោកយាយលោកតានេះជាសាកសីទេកូនខ្លះគេថាដេកគុណយល់ថាបាយកណាយកទៅប្រគេនលេគុណលេគុណឆានអស់ណាជូនយាយជូនតាយាយតាហូបអស់ហើយម្ដាយឪពុកកណានៅក្នុងពោះយាយពោះតាហ្នឹងមិនថាអត់ទេហើយយាយតាអ្នកនាំទៅតែអត់ដែរណាគាត់នេះគ្រាន់តែជាកសិនសាក់សីរស់ដែលបានដឹងឮថាណាដូចជាញោមបានទិញផ្លែនឹងហើយបានដឹងច្បាស់ថាញោមបានទិញហើយបានផ្ញើជាមួយតាក់ស៊ីហើយជាសាក់សីរស់ដឹងឮអញ្ចឹងតែអ្នកដែលនាំទៅសម្រាប់អ្នកស្លាប់ខុសពីរបៀបនាំទៅសម្រាប់អ្នករស់ណាអ្នករស់យើងអាចជិះតាក់ស៊ីទៅតែសម្រាប់អ្នកស្លាប់ពេលដែលយើងបានធ្វើឲ្យបានបនកសលមួយកញ្ចប់នឹងហើយអ្នកណាអ្នកនាំទៅដឹងហ៎ញោមអត់ដឹងទេបងទេវតាអ្នកនាំទៅណាដែលយើងសូត្រប្រែយ៉ាងកាញ់យើងសូត្រថាម៉េចកម្មជាកុសលឯណាដែលជាការឥតសៅមងយើងខ្ញុំបានកសាងតាមផ្លូវកាយវិចារចិត្តកុសលទាំងអស់នោះអាចជួយដោះជួយបង្ខិតនាំសត្វឲ្យជាប់ចិត្តស្ថិតនៅនាស្ថានឧត្តមសត្វណាមានសញ្ញាមនុស្សទេវតាឬមួយព្រំដែលមានសត្វតូចធំព្រមទាំងសត្វឥតសញ្ញាសូមបានចំណែកបុណ្យដែលជាគុណល្អថ្លៃថ្លាយើងខ្ញុំបានរចនាចាត់ចែងថាកុសលនោះម្យ៉ាងទៀតសត្វឯណាឆ្ងាយអស់ចាពុំបានដឹងសូមទេវតាទៅប្រឹងឃើញទេណាទេវតានោះគេអ្នកនាំទៅយើងប្រែយ៉ាងកាយយ៉ាងហើយប៉ិនសង្សារចេះប្រែទេតាសូត្រតែបល័យហើយសូត្របល័យនោះសូត្រអាកតុយទៀតទេវាគាំថ្វានឹងវាលឿនបើសូត្រតាំងពីដើមមកតិចតែសូត្រម្នាក់ឯងចប់ញាតិញោមនៅមុខថ្មតាមសួរសូត្រយ៉ាងកាញ់អត់ចប់ទេសូត្រពីដើមម្នាក់ឯងសាកមើលបំនៅកតាំងរយយ៉ាងអីអត់ឃើញនៅវិលហឹមកតាំងហ្នឹងណាអញ្ចឹងណាទេវតាគេអ្នកនាំទៅបើទេវតាអ្នកនាំទៅណាប៉ុន្តែសំខាន់ទៅយើងបានធ្វើដែរណាបានធ្វើទៅដូចឧបមាទៅដូចយើងបានទិញរបស់ហើយបានយើងអាចផ្ញើជាមួយតាក់ស៊ីកើតយ៉ាងណាយើងបានធ្វើនោះដូចយើងបានទិញរបស់មកហើយតាក់ស៊ីអ្នកនាំទៅសម្រាប់អ្នកស្លាប់គឺទេវតាជាអ្នកនាំយើងអ្នកសាក់សីរស់អ្នកមានសិលនេះជាអ្នកដឹងឮណានឹងចឹងពេលដែលយើងបានធ្វើតាមវិធីហ្នឹងហើយទេវតានាំទៅហើយបុណ្យកុសលហ្នឹងគឺសម្រេចផលណាប៉ុន្តែអាចសម្រេចផលព្រះលោកសម្ដែងតែមានហេតុច្រើនណាពេលដែលយើងធ្វើទៅហើយទីហោតែប៉ុននឹងដល់ផ្ទះប៉ិនមិនប្រកបថាលោកឪពុករបស់យើងបានទទួលទេមិនប្រកបថាអាដាមបណ្ឌិតបានទទួលទាំងអស់ទេពេលដែលយើងធ្វើត្រឹមត្រូវហើយឧទាហរណ៍តែចេកហ្នឹងយកទៅដល់ផ្ទះហើយមិនប្រកបថាអ្នកម្ដាយគាត់ហូបចេកហ្នឹងទេតោះណាបើគាត់ពេញចិត្តហូបគាត់ហូបគឺឆ្អែតតែបើចេកនឹងដល់ផ្ទះគាត់អត់ពេញចិត្តនៅក្នុងការហូបចេកនឹងវានៅតែចេកបានតែចៅបានតែកូនអ្នកនៅផ្ទះជាមួយគាត់នឹងតោះនេះញោមយ៉ាងណាមិញប៉ុននឹងទៅដល់ហើយបើសិនជាអាដាមបណ្ឌិតគាត់មិនត្រេកអររីករាយទទួលយកប៉ុនហ្នឹងគេហៅតែពេតានឹងអនុមោទនាអ្នកញាតដែលស្លាប់ទៅហើយនឹងតតែគាត់ទទួលដឹងឮត្រេកអរពេញចិត្តទទួលយកប៉ុននឹងផងទើបបនកសលនឹងអាចសម្រេចហើយបើគាត់អត់ពេញចិត្តទទួលបននឹងអត់បានដល់ទេណាហ្នឹងហើយសួរតបនមិនបានដល់វាទៅណាថាមកយើងវិញវាអត់ទាស់ទេណាវាអត់បាត់បង់ទៅណាទេអត់បាត់បង់ទេណាហ្នឹងអញ្ចឹងណាអញ្ចឹងហេតុឲ្យបានដល់នឹងគឺអញ្ចឹងយើងអ្នកណាកូនចៅនេះត្រូវបំពេញទានដល់ផ្ទាល់ដៃហើយតសហត្ថខាងទានណាងតេតិប្រគេនដល់ផ្ទាល់សក្កេចាំងទានណាងតេតិមកគោរពទានដល់ផ្ទាល់ណាហើយអ្នកដែលស្លាប់ទៅនោះទទួលដឹងឮណាហ្នឹងហើយយើងនឹករលឹកចំពោះបុព្វការីជនរបស់យើងទាំងអស់គ្នានៅនោះសល់របស់យើងនឹងសម្រេចផលមួយទៀតឧទាហរណ៍តគាត់ចតិបរិសន្ធិឧទាហរណ៍ឯកឧត្តមបណ្ឌិតណានឹងមកស្គាល់ពីចិត្តរបស់គាត់ណាស្លូតត្រង់ណាស់អញ្ចឹងឧទាហរណ៍ឲ្យគាត់ស្ដាប់តធធ្វើតបនអញ្ចឹងពេលដែលគាត់ស្លាប់ទៅគាត់ទៅសោយណាសុគតិភពឧទាហរណ៍ទៅកាន់ទេវលោកឆកម្មវចរៈសួរទាំង6ជាន់ឬក៏រូបព្រំអរូបព្រំយើងមើលអត់ឃើញអញ្ចឹងបើសិនជាគាត់ទៅកន្លែងល្អអញ្ចឹងហើយសោយសម្បត្តិទឹកទាំង10ហើយក៏គាត់អត់អាចទទួលផលនឹងបានដែរណាពីព្រោះវាខ្ពស់ហួសវិស័យណានឹងវាខ្ពស់ហួសវិស័យឬក៏ទៅមិនទៅកន្លែងល្អអញ្ចឹងមកកន្លែងមិនល្អបើកន្លែងមិនល្អនោះវាទៀបហួសវិស័យទៀតក៏មិនអាចទទួលបានដូចគ្នាអាខ្ពស់ពេកក៏បានអាទៀបពេកក៏បានណាដែលបាននោះតែប្រមាណពួកទេព្រះអង្គសម្ដែងមានប្រកតោបជីវិកាជាដើមណានិច្ជាមតនិកៈជាដើម
ណាហើយហួសពីនឹងមកជ្រៅជ្រៅមែនតើគឺអត់បានដូចគ្នាអញ្ចឹងខ្ពស់ពេកក៏មិនបានអាទាបពេកក៏មិនបានប៉ុន្តែសំខាន់យើងធ្វើបងណាយើងធ្វើតាំងចិត្តត្រេកអររីករាយបំពេញបុណ្យកុសលដើម្បីឲ្យទិសជូនទៅលោកគ្រប់គ្នាណាឲ្យខំបំពេញបុណ្យសុខកុសលខំប្រឹងជំរះកាយវាចាចិត្តរបស់យើងហើយសតិរបស់យើងចង់បានសេចក្តីសុខផ្លូវចិត្តយើងហាត់ពុតលត់ដំអប់រំរបស់យើងជំរះកាយទុច្ចរិតវិច័យទុច្ចរិតមโนទុច្ចរិតខំប្រឹងហាត់ពុតលត់ដំកុំឲ្យលោភៈចិត្តទោសៈចិត្តមោហៈចិត្តកើតហើយជាពិសេសសតិរបស់យើងភ្ញាក់ពីដំណេករហូតដល់ពេលនិន្ទ្រាសម្រានទៅវិញយើងរៀនរលឹកអីសរុបមកវិញចប់ធម៌ទេសនារលឹកអីមិញលោកឲ្យរលឹកអីហ្នឹងហើយនឹកពុទ្ធនឹកពធនឹកប្រសង់ណាពុទ្ធាំងស្រណង្កេឆាមិធម្មំស្រណង្កេឆាមិសង្ឃាំងស្រណង្កេឆាមិសព្វេសត្តាវរិហន្តុសូមសពសត្វទាំងអស់ក្នុងលោកកុំឲ្យមានពីវេរានឹងគ្នាសពសត្វទាំងអស់ក្នុងលោកសូមដល់ព្រមនៅសេចក្តីសុខណាអញ្ចឹងពេលដែលយើងដើរទៅណាក៏មនុស្សដទៃយើងផ្ដល់មេត្តាឲ្យគេអញ្ចឹងគេក៏អត់បៀតបៀនយើងដូចគ្នាណានឹងគេអត់បៀតបៀនយើងដូចគ្នាណានឹងអញ្ចឹងណាគេផ្ដល់សេចក្តីសុខឲ្យយើងដូចគ្នាអញ្ចឹងខំសន្សំគុណតម្លៃនៃសេចក្តីល្អគ្រប់គ្នាប៉ុណ្ណឹងចោះសូមប្រគេនបុណ្យជូនបុណ្យញាតិញោមបកណាគុណចាស់គ្រប់ព្រះអង្គបានបុណ្យបានកុសលទៅតាមបនិស្ស័យជ្រះថ្លាគ្រប់ព្រះអង្គគ្រប់គ្នាណា